នៅក្នុងប្រទេសដាណាម៉ាកឥឡូវហ្នឹងគឺម៉ោង8ជាងមើលឃើញអត់ម៉ោង8:40នាទីព្រឹកតែនៅងងឹតឡើយទេនេះហាម៉ោង8:41នាទីឥឡូវហ្នឹងហើយ2អង្សានៅក្នុងប្រទេសដាណាម៉ាកវាអត់សូវភ្លឺល្អហើយរដូវកាលខែ1នេះវាយប់យូរជាងថ្ងៃអញ្ចឹងទៅល្បាក់ម៉ោង3ជាង4អីហ្នឹងចាប់ផ្ដើមចុះមកងងឹតវិញទៀតហើយវាមកប៉ុណ្ណឹងវិញណាម៉ោង4ជាង5អីគឺល្ងឹតហើយព្រឹកមិញហ្នឹងខ្ញុំដើរទៅទិញអីញ៉ាំនេះរៀងភ្លឺគ្រាន់ទេណាបើប្រហែលជា30នាទីមុន30នាទីមុនគឺងងឹតជាងនេះឆ្ងាយហើយនេះរៀងភ្លឺបានភ្លឺឃើញល្អះហើយតែភ្លើងនៅតាមដងផ្លូវមួយចំនួនក៏បើកអាខ្លះទៅក៏បិទនេះហើយជីវិតនៅតំបន់នេះក្នុងប្រទេសដាណាម៉ាកប៉ុន្តែតំបន់ខ្ញុំនេះអត់ទាន់រាប់ថាងងឹតខ្លាំងទេឮថាតំបន់ខ្លះដូចឧទាហរណ៍ Greenland គឺសឹងតែ24ម៉ោងល្ងឹតចាហើយអាខែរដូវក្តៅខែ4 5 6 7អីហ្នឹងអាហ្នឹងថ្ងៃយូរជាងយប់សឹងតែ23 24ម៉ោងគឺភ្លឺរហូតតែបើនៅក្នុងតំបន់ខ្ញុំរស់នៅនេះគាត់ថារដូវឥឡូវនេះគឺយប់យូរជាងថ្ងៃហើយដល់រដូវក្តៅថ្ងៃយូរជាងយប់ម៉ោង10ជាងអីយប់ទើបចាប់ផ្ដើមងងឹតតែនិយាយទៅមួយយ៉ាងដែររៀងប្លែកមកដំបូងរៀងប្លែកឲ្យដេកអត់ចង់លក់ដោយសារវាមានអារម្មណ៍ថាវាប្លែកពេកដល់មិនភ្លឺអញ្ចឹងដេកអត់កើនតែឥឡូវរៀងទម្លាប់បានគ្រាន់បន្តិច